ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះឃើញតែខ្ញុំបុកឡើងញើបណៃតែម្ដងហើយចាថ្ងៃណែមកធ្វើបុកម្ទេសតាមវិធីងាយតែមានរសជាតិឈ្ងុយឆ្ងាញ់ញ៉ាំហើយចង់ញ៉ាំម្ដងទៀតតោះទៅមើលគ្រឿងផ្សំទាំងអស់គ្នាគ្រឿងផ្សំគឺមានដូចជាខ្ទឹមសខ្ទឹមក្រហមម្ទេសហើយនិងប្រហុកបន្តិចមកហើយក៏មិនភ្លេចនៅគ្រឿងផ្សំពិសេសគឺមានត្រីឆ្អើរដែលយើងបកវាហើយបុកវាបន្តិចបន្ទាប់មកម្ទេសយើងអត់ចង់ឲ្យហឹរខ្លាំងយើងយកវាទៅស្រុះទឹកក្តៅចោលសិនទៅបន្ទាប់មកទៀតយើងចាប់ផ្ដើមដាក់ខ្ទះបើកលើក្តៅរមុំទៅហើយយើងចាក់ខ្លាញ់ចូលបន្តិចផងអ្នកទាំងអស់គ្នាច្បាស់ជាឆ្ងល់ហើយយកខ្ទះចាក់ខ្លាញ់ចូលបន្តិចធ្វើអីចាគឺយកមកដើម្បីរំលីងនៅខ្ទឹមសខ្ទឹមក្រហមម្ទេសរបស់យើងឃើញតែខ្ទះចាប់ផ្ដើមក្តៅហើយយើងចាក់ចូលតែម្ដងទៅយើងធ្វើការកូរចុះកូរឡើងយើងរំលីងទៅតែម្ទេសហើយនឹងខ្ទឹមសរបស់យើងឲ្យមានក្លិនឈ្ងុយហើយនឹងឆ្អិនល្អយើងធ្វើការកូរចុះកូរឡើងទៅហើយទៅតែម្ទេសយើងឆ្អិនល្អហើយនឹងមានក្លិនឈ្ងុយចាំយើងលើកចុះពីក្រោមមូលហេតុអីបានជាយើងយកម្ទេសខ្ទឹមសខ្ទឹមក្រហមហ្នឹងយកទៅរំលីងពីព្រោះបើកាលណាយើងបុកអត់យកទៅរំលីងទេគឺរសជាតិគឺទៅតាមនឹងដែរមានន័យថាបើយើងរំលីងគឺរសជាតិកាន់តែដិតហើយឆ្ងាញ់ទៀតបើថាយើងអត់យកម្ទេសនិងខ្ទឹមសខ្ទឹមក្រហមទៅរំលីងទេគឺរសជាតិអត់ទៅឆ្ងាញ់ទេអញ្ចឹងបើអ្នកនរគ្នាចង់ឆ្ងាញ់យកខ្ទឹមសហើយនឹងម្ទេសហ្នឹងទៅរំលីងឲ្យមានក្លិនឈ្ងុយហើយនឹងឆ្អិនទៅហើយទុកបានយូរទៀតបើកាលណាយើងអត់ធ្វើវាទៅរំលីងយើងបុកអាហ្នឹងបើន័យថាយើងបុកតាមមួយពេលញ៉ាំតាមមួយពេលទៅបើយើងរំលីងទេយើងទុកបានយូរបើយើងមានទូទឹកកកទៀតទុកបានរើបខែណោះតើឃើញថាម្ទេសយើងហើយនឹងខ្ទឹមរបស់យើងរំលីងបានឆ្អិនល្អហើយឃើញតែឈ្ងុយហើយអីហើយខ្ញុំចាប់ដើមបិទភ្លើងនិងដួសដាក់ចានដើម្បីយើងយកវាទៅបុកជាមួយនឹងត្រីឆ្អើរដែលយើងបានរៀបនៅខាងមុំដែលយើងបានបកស្អាតនិងបុកវារួចហើយប៉ុន្តែអ្នកទាំងអស់គ្នាមួយទៀតគឺនៅពេលដែលយើងរំលីងគ្រឿងនេះរួចហើយមួយទៀតគឺប្រហុកអ្នកទាំងអស់គ្នាបើសិនតែអ្នកទាំងអស់គ្នានៅផ្ទះអ្នកទាំងអស់គ្នាមានស្លឹកចេកឬក៏អ្នកទាំងអស់គ្នាមានភ្លើងអ្នកទាំងអស់គ្នាអាចខ្ចប់ស្លឹកចេកយកទៅអាំងតែផ្ទះខ្ញុំអត់មានស្លឹកចេកហើយខ្ញុំអត់បានប្រកាត់ភ្លើងចាពិធីដែលលឿនហើយងាយគឺខ្ញុំដាក់ចូលក្នុងខ្ទះខ្ទះដែលខ្ញុំបានលីងគ្រឿងមុននឹងបន្តិចចូលទៅដើម្បីឲ្យប្រហុកឆ្អិនបើអ្នកទាំងអស់គ្នាមិនចង់បុកបែបប្រហុកឆ្អិនអ្នកទាំងអស់គ្នាអាចចិញ្ច្រាំប្រហុកហ្នឹងឲ្យម៉ត់ល្អហើយដាក់ខ្ទឹមដាក់អីបន្តិចតួចទៅរួចបុកចូលតែម្ដងក៏បានដែរតែខ្ញុំអត់ចូលចិត្តប្រហុកឆៅទេគឺខ្ញុំចូលចិត្តប្រហុកដែលឆ្អិនដាក់ប្រហុកឆៅគឺវាអត់សូវមានក្លិនឈ្ងុយទេរសជាតិក៏អត់សូវដិតល្អដែរអញ្ចឹងបន្ទាប់ពីខ្ញុំលីងប្រហុកឬក៏ម្ទេសខ្ទឹមសខ្ទឹមអីហើយខ្ញុំចាប់ផ្ដើមយកគ្រឿងទាំងអស់នោះបុកហើយគឺមុនដែលខ្ញុំបុកមុនគេគឺម្ទេសហើយខ្ទឹមសខ្ទឹមក្រហមហ្នឹងគឺខ្ញុំដាក់ចូលត្បាល់មុនគេដើម្បីបុកវាឲ្យបានល្អិតបន្តិចរួចចាំយើងដាក់ប្រហុកអីចូលតាមក្រោមខ្ញុំលើកការបុកហើយបុកតតាថាលក្ខណៈថាល្អិតមកល្មមហើយខ្ញុំចាប់ផ្ដើមដាក់ប្រហុកចូលហើយណាដាក់ប្រហុកចូលហើយពេលដែលខ្ញុំដាក់ប្រហុកចូលនោះខ្ញុំក៏បានដាក់ស្ករសកន្លះស្លាបព្រា2ដងទៅហើយក៏មិនភ្លេចនៅម្សៅស៊ុបដែរម្សៅស៊ុបក៏ដាក់ប្រហែលស្ករសដែរដើម្បីយកជាតិវាទៅពីដាក់គ្រឿងទាំងអស់នោះចូលហើយខ្ញុំចាប់ផ្ដើមធ្វើការបុកតទៀតហើយខ្ញុំបុកតតាគ្រឿងទាំងអស់នោះចូលជាតិមើលទៅសព្វល្អបានខ្ញុំចាប់ផ្ដើមដាក់ត្រីឆ្អើរចូលខ្ញុំបុកហើយជាមកសតុះដែរចឹងចាប់ផ្ដើមគ្រឿងចាប់ផ្ដើមរលាយចូលគ្នាហើយខ្ញុំចាប់ផ្ដើមដាក់ត្រីឆ្អើរដែលបានបកហើយនឹងខ្ញុំបានបុកវារួចម្ដងហើយត្រីឆ្អើរនឹងខ្ញុំដាក់ចូលតែម្ដងទៅពីយើងដាក់ត្រីឆ្អើរចូលយើងបុកម្ដងទៀតបុកម្សៅទៀតទៅបុកហើយយើងកុំភ្លេចកូរវិតវាផងហ
ហើយរបៀបនៃការធ្វើបុកម្ទេសហ្នឹងគឺដូចជាអត់មានអីច្រើនទេហើយអំបិលគឺខ្ញុំដាក់តាមក្រោយព្រោះមូលហេតុអីពេលណាដែលយើងដាក់អំបិលចូលទាំងដងវាអាចធ្វើឲ្យមានរសជាតិប្រៃដោយសារតែយើងដាក់ប្រហុកមុននឹងបន្តិចអញ្ចឹងយើងដាក់ប្រហុកចូលយើងកំប៉ុនដាក់អំបិលគឺយើងភ្លក់មើលសិនថាអំបិលប្រហុកដែលយើងដាក់ហ្នឹងវាអត់ប្រៃទេបើថាអត់ប្រៃទេយើងដាក់អំបិលចូលដូចក្នុងវីដេអូគឺខ្ញុំដាក់អំបិលហើយខ្ញុំបន្ថែមនៅរ៉តឌីបន្តិចនេះឃើញថាបុកម្ទេសរបស់ខ្ញុំគឺរួចរាល់អស់ហើយអត់មានអីច្រើនទេវិធីងាយៗហើយមានរសជាតិឈ្ងុយឆ្ងាញ់ផងដែរខ្ញុំបុករួចរាល់អស់ហើយមុខម្ហូបបុកម្ទេសគឺអត់មានអីច្រើនទេវិធីងាយៗធ្វើលឿនឆាប់បានញ៉ាំនេះរួចរាល់អស់ហើយឃើញទេអ្នកនរគ្នាឃើញតំណងអត់បើអ្នកនរគ្នាចូលចិត្តចុច follow ឬក៏ subscribe ឲ្យខ្ញុំមួយផងហើយអ្នកនរគ្នាបុកច្រើនយកទៅច្រកកន្លបទុកទៅទុកបានរឹបខែចា